ជំរាបសួរហើយក៏សួស្តីអ្នកនរគ្នាជួបគ្នាជាមួយខ្ញុំម្ដងទៀតហើយពីមួយដែលអ្នកនរគ្នាគួរតែប្រើប្រាស់នៅពេលដែលអ្នកនរគ្នាសម្រេចចិត្តខុសឬផ្លូវខុសឬមនុស្សខុសធ្វើរឿងអ្វីមួយដែលខុសស្រឡាញ់មនុស្សខុសមើលមនុស្សខុសគឺពាក្យថាលើកលែងឲ្យខ្លួនឯងព្រោះថាអ្វីនៅក្នុងលោកនេះវាអត់ល្អឥតខ្ចោះ 100% ទេហើយក៏គ្មាននរណាម្នាក់ដែលមិនធ្លាប់ខុសនោះដែរអនុញ្ញាតឲ្យខ្លួនឯងទទួលបានឱកាសនិងបទពិសោធន៍ថ្មីៗបើយើងគិតម្ដងទៀតអាចជារឿងដែលល្អក៏ថាបានព្រោះថានៅក្នុងជីវិតយើងមួយនេះយើងបានស្គាល់និងដឹងនៅរឿងមួយចំនួនដែលយើងគិតថាយើងមិនអាចជួបឬក៏មិនអាចនឹងឆ្លងកាត់វាបានផងតែចុងក្រោយយើងមានបទពិសោធន៍អំពីរឿងហ្នឹងហើយជួនកាលក៏ជាការបង្កើតនៅការប្រុងប្រយ័ត្ននិងការគិតគូរពិចារណាបន្ថែមទៀតនៅពេលដែលយើងជ្រើសរើសឬក៏សម្រេចចិត្តទៅលើរឿងអ្វីមួយផ្សេងទៀតនៅពេលក្រោយបើមិនមានកំហុសមិនដេចនឹងមានបទពិសោធន៍ហើយបើមិនមានភាពប្រជ័យធ្វើមិនដេចនឹងទទួលបានជោគជ័យនិងទទួលបានលទ្ធផលល្អបានយើងត្រូវចេះអនុញ្ញាតឲ្យខ្លួនឯងមានពេលជជែកជាមួយនឹងខ្លួនឯងយើងចេះចង់ស្វែងយល់និងអត់ឱនអភ័យទោសឲ្យអ្នកដទៃបានហេតុអីយើងមិនអនុញ្ញាតឲ្យខ្លួនឯងទទួលបានឱកាសទាំងអស់ហ្នឹងផងបាយ guys វីដេអូមានតែប៉ុណ្្នឹងឯងបាយ